គ្រាន់តែបើកក្បាលវីដេអូមកភ្លាមបងប្អូនហើយបឺតមកគ្រូមកហ្មងមិនបឺតអីណាបឺតមីកូរ៉េណូបងប្អូនហើយថ្ងៃនេះគឺខ្ញុំនឹងធ្វើ3មុខនេះបងប្អូនមានរសជាតិសាច់ជ្រូកចិញ្ច្រាំមានរសជាតិជាមួយខគោហើយជាមួយនឹងរសជាតិជូរហិលមកកញ្ចប់របស់គេនេះច្រើនណាបងប្អូនចំណូលរហូតដល់72ក្រាមហើយឆ្ងាញ់ទៀតបងប្អូនហើយរសជាតិរបស់គេវិញដិតមកអែមមកហ្មងតម្លៃត្រឹមតែមកកញ្ចប់1000រៀលទេហើយរបៀបឆុងញ៉ាំវិញហ្នឹងកាន់តែងាយស្រួលទៀតយើងគ្រាន់តែហើយកញ្ចប់ដាក់ចូលចានចឹងមកគ្រឿងអំបិលខ្លាញ់នេះយើងដាក់ចូលអស់មកបងប្អូនកុំទុកទាំងអំបិលទាំងខ្លាញ់ហ្នឹងសុទ្ធតែជាតិរបស់គេណាហើយយើងដាក់ដាំទឹកមកហើយទឹករបស់យើងពុះនេះយើងចាក់ដាក់ទឹកចូលចំនួន300 ml ចូលបងប្អូនតែប៉ុណ្្នឹងគ្របជុកចោលរយៈពេល3នាទីមីរបស់យើងនេះគឺបានហើយណាបងប្អូនណាកញ្ចប់របស់គេនោះគឺបានច្រើនមែនទែនហ្មងហើយខ្ញុំមិនមែនឆុងតែមកកញ្ចប់ទេគឺខ្ញុំដាក់ដល់ទៅ3កញ្ចប់មកហ្មងអូយឥឡូវនេះយើងច្បល់វាសិនណាអូអានេះមីខគោឈ្ងុយមែនតើហ្មងសាច់ជ្រូកច្រាំអូញ៉ាំមីកូរ៉េណូរសជាតិជូរហិលមុនគេអូជូរហិលតិចល្មមមកកញ្ចប់របស់គេអញ្ចឹងគឺបានច្រើនណាបងប្អូនចំណុះដល់ទៅ72ក្រាមអានេះបើថាយើងញ៉ាំម្នាក់ឯងមកកញ្ចប់គឺឆ្អែតហ្មងសាច់ជ្រូកចិញ្ច្រាំម្ដងអូយចាក់ទឹក300 មីលីលីត្រចូលបងប្អូនចាក់គ្រឿងមកល្មមឆ្ងាញ់មកហ្មងហើយនេះស័ក្តិសមមែនទេបងប្អូនយើងទិញជូនមនុស្សជាទីស្រឡាញ់របស់យើងថ្ងៃពិសេសគឺថ្ងៃចូលឆ្នាំខ្មែរអីចឹងជាកាដូឬក៏ថាយើងយកទៅប្រគេនព្រះសង្ឃអីនៅវត្តអីហ្នឹងត្រូវហ្មងមីខគោឈ្ងុយក្លិនខគោឡើងពេញមាត់ក្លិនខគោចេញមករសជាតិឡើងពេញចិត្តមកហ្មងសំខាន់រសជាតិរបស់គេល្មមអត់ផ្អែមពេកទេ3ចាននេះឆ្អែតពេញមកល្ងាចហ្មងសំខាន់ខ្ញុំចូលចិត្តរសជាតិទាំង3ហ្នឹង